ลุប្រលឹងអ្នកណាត្រូវការទិញបលឹងខ្មោចទីខ្ញុំមានបលឹងខ្មោចនោះនៅក្នុងទសវត្ស1850តេតងជាមួយនឹងខ្មោចលក់ប្រលឹងហើយតេតងជាមួយនឹងរឿងនេះគឺស្ថិតនៅក្នុងខេត្តបាត់ដំបងនៅឯទីរួមស្រុកឯកភ្នំតេតងជាមួយនឹងខ្មោចលក់ប្រលឹងនេះចំពោះអ្នកណាដែលគេចង់បានសម្រស់ថិតថេរឬក៏តេតងជាមួយនឹងសម្ប្រកបដែលខ្លួនប្រាថ្នាតេតងជាមួយនឹងរឿងនេះផងដែរជាអបិយជំនឿជាហើយមានបុគ្គលខ្លះក៏បានទិញប្រលឹងដើម្បីយកមកថែរក្សាឲ្យខ្លួនឯងនឹងសម្ប្រកបជាមួយនឹងអ្វីដែលខ្លួនប្រាថ្នាទាក់ទងជាមួយនឹងរឿងខ្មោចលក់ប្រលឹងនេះបានចាប់ផ្ដើមកើតឡើងចំពោះស្ត្រីម្នាក់ដែលនៅក្នុងគ្រួសារស្ថិតនៅក្នុងប្រព័ន្ធទី3នៅក្នុងគ្រួសារនឹងគឺមានឈ្មួញម្នាក់ដែលមានអាជីវកម្មជួញដូរទាក់ទងជាមួយនឹងស្រូវឬក៏អង្ករនៅក្នុងខេត្តបាត់ដំបងទាក់ទងជាមួយនឹងរឿងនេះផងដែរដោយសារតែនាងគឺជាប្រពន្ធទី3ប្រពន្ធទី1ប្រពន្ធទី2តែងតែមិនពេញចិត្តនឹងនាងធ្វើឲ្យប្រពន្ធទី1និងប្រពន្ធទី2តែងតែច្រណែនដោយសារតែនាងនៅក្មេងរូបសម្រស់នាងក៏ស្អាតហើយឯណាមួយទៀតប្តីរបស់នាងតែងតែទៅរកប្រពន្ធទី3ជានិច្ចដោយសារតែហេតុនេះហើយប្រពន្ធទី2និងប្រពន្ធទី3តែងតែឈ្នានីសនាងតែងតែធ្វើបាបនាងនៅពេលដែលប្តីរបស់នាងចេញទៅជួញដូរឬក៏ទៅរកស៊ីចំពោះប្រពន្ធទី3ដែលជាប្រពន្ធចុងក្រោយតែងតែគិតនឹករលឹកដល់ប្តីជានិច្ចប៉ុន្តែធ្វើយ៉ាងម៉េចនាងជាស្ត្រីហើយណាមួយនាងជាស្រីក្មេងទៀតផងប្តីនៅពេលដែលមកពីជួញដូរម្ដងមិនដែលទៅរកប្រពន្ធទី1ឬក៏ទី2នោះទេតែងតែមករកប្រពន្ធទី3ជានិច្ចនៅពេលដែលប្តីរបស់នាងចេញទៅរកស៊ីម្ដងប្រពន្ធទី1ប្រពន្ធទី2តែងតែធ្វើបាបនាងមិនត្រឹមតែប៉ុណ្ណោះវាយនាងឬក៏បអត់បាយនាងចងនាងទុកចោលនៅឯមាត់កំពង់ទឹកទាក់ទងជាមួយនឹងហេតុការណ៍នេះកើតឡើងចំពោះនាងម្ដងទៅពីរដងបន្ទាប់ពីស្វាមីនាងបានត្រឡប់មកពីការរកស៊ីវិញស្វាមីរបស់នាងតែងតែមកគេងជាមួយនាងជានិច្ចទាក់ទងជាមួយនឹងដើមហេតុនៃរឿងនេះក៏ចាប់ផ្ដើមកើតឡើងធ្វើបាបអំពីប្រពន្ធដើមទាំងពីរនាក់ដោយហេតុនេះហើយទើបប្រលឹងខ្មោចតែងតែតាក់ទាញនាងដើម្បីទាញប្រលឹងជាមូលហេតុមួយដែលនាងតែងតែឮសំឡេងមានស្ត្រីចាស់ម្នាក់តែងតែហៅនាងឲ្យទាញប្រលឹងថោកនាងចេះតែឆ្ងល់ថាតើអ្នកណាគេជាអ្នកហៅនាងរហូតទៅដល់ថ្ងៃមួយនាងបានជួបឧបទ្ទវហេតុដោយសារតែប្រពន្ធដើមទាំងពីរបានវាយនាងរហូតធ្វើឲ្យនាងខូចមុខអស់តកតងជាមួយនឹងរឿងនេះផងដែរនាងក៏បានគេចវេះពីប្តីរបស់នាងដោយសារតែមុខរបស់នាងបានខូចដោយសារតែប្រពន្ធទាំងពីរបានវាយនាងនៅក្នុងថ្ងៃមួយនាងក៏បានសម្រេចចិត្តទទួលទិញប្រលឹងខ្មោចអំពីស្ត្រីចាស់ម្នាក់នោះហើយនាងក៏សួរតម្លៃតើប្រលឹងមួយនេះលក់តម្លៃប្រមាណដែរស្ត្រីចាស់ម្នាក់នោះក៏បាននិយាយថានៅក្នុងប្រលឹងនេះមិនចាំបាច់បង់លុយនោះទេគ្រាន់តែនាងបូជាជាមួយនឹងប្រលឹងនេះបានហើយខ្មោចនោះតែងតែតាក់ទាញនាងដើម្បីឲ្យទៅទិញប្រលឹងប៉ុន្តែនាងក៏បានបដិសេធដោយសារតែនាងគ្មានលុយនោះទេទើបទងជាមួយនឹងបញ្ហារឿងនេះផងដែរបន្ទាប់ពីនាងបានបដិសេធជាមួយនឹងខ្មោចនោះរំលងបានប្រមាណថ្ងៃប្រពន្ធទី2ក៏បានធ្វើបាបនាងបានវាយនាងទម្លាក់ទៅលើផ្ទះរួចហើយបានយកបបរក្តៅដែលនាងដាំយកទៅស្រោចនៅលើមុខនាងទៀតផងទាក់ទងជាមួយនឹងរឿងនេះគឺបានលើដំណឹងទៅដល់ប្រពន្ធទី1ដោយសារតែប្រពន្ធទី1មើលឃើញទង្វើរបស់ប្រពន្ធទី2តែងតែធ្វើបាបប្រពន្ធទី3នាងក៏អាណិតប្រពន្ធទី3រួចហើយតែងតែមើលថែនាងបន្ទាប់ពីនាងមានរបួសស្នាក់ស្នាមលើផ្ទៃមុខដោយសារតែប្រពន្ធទី2ធ្វើបាបនាងចាប់ផ្ដើមដាក់ការសង្ស័យទៅលើប្រពន្ធទី2នាងតែងតែទៅតាមដានប្រពន្ធទី2ជានិច្ចចាប់ពីពេលនោះមកនាងតាមដានជាមួយនឹងប្រពន្ធទី2ដោយសារតែប្តីរបស់នាងមិននៅផ្ទះហើយប្រពន្ធទី2មិនដែលសម្រាកនៅលើផ្ទះនោះទេយប់ព្រលប់នាងតែងទៅរកគ្រូដោយសារតែគ្រូនឹងហើយជាអ្នកជួយនាងដាក់ស្នេហ៍ទៅលើប្តីរបស់នាងក៏ដូចជាការធ្វើមន្តអាគមខ្មៅទៅលើប្រពន្ធទី3ផងដែរទើបទងជាមួយនឹងរឿងនេះនៅពេលដែលប្រពន្ធទី1បានទៅតាមទាន់នៅពេលដែលប្រពន្ធទី2កំពុងតែសារសងស្នេហាជាមួយនឹងសហាយរបស់នាងដែលជាគ្រូមន្តអាគមនោះនៅពេលដែលគ្រូមន្តអាគមជាមួយនឹងប្រពន្ធទី2បានដឹងថាប្រពន្ធទី1បានដឹងរឿងសម្ងាត់របស់ពួកគេពីរនាក់នោះហើយគ្រូមន្តអាគម
ក៏បានប្រាប់ទៅលើប្រពន្ធទី2ថាមិនចាំបាច់ព្រួយបារម្ភនោះទេគេនឹងធ្វើមន្តអាគមដាក់អំពើទៅលើប្រពន្ធទី1ដោយសារតែត្រូវអំពើរបស់ប្រពន្ធទី2ដែលរកគ្រូទៅដាក់ឲ្យប្រពន្ធទី1នៅពេលដែលប្រពន្ធទី1ត្រូវអំពើនោះហើយនាងក៏មិនអាចទ្រាំទ្ររួចនាងក៏បានស្លាប់ទៅនៅពេលដែលប្រពន្ធទី1ស្លាប់ទៅជិតដល់ថ្ងៃប្តីរបស់នាងគឺមកកាន់ផ្ទះវិញហើយនៅពេលដែលប្តីរបស់នាងបានចេញដំណើរចេញពីការរកស៊ីមកវិញដោយសារតែការលក់អង្ករជួញដូរស្រូវនេះគឺមានតាមរដូវកាលនៅពេលដែលគាត់បញ្ចប់ការរកស៊ីរបស់គាត់ក៏បានធ្វើដំណើរត្រឡប់មកផ្ទះមកវិញប៉ុន្តែការធ្វើដំណើរមកផ្ទះវិញគឺមានឧបទ្ទវហេតុដោយសារតែមានចោរចាំឆក់ប្លន់ការធ្វើដំណើររបស់គាត់អ្នកបម្រើដែលធ្វើដំណើររួមជាមួយគាត់ក៏ត្រូវបានចោរព្រៃសម្លាប់អស់ហើយនៅតែគាត់ម្នាក់នោះទេហើយការរស់រានជីវិតរបស់គាត់ក៏ដោយសារតែប្រពន្ធទី3របស់គាត់បានជួយគាត់ផងដែរកាត់មកដល់រឿងនេះមានន័យថាប្រពន្ធទី3របស់គាត់បានទទួលទិញព្រលឹងអំពីយាយចាស់នោះហើយការទិញព្រលឹងនេះផងដែរយាយចាស់នោះតែងតែទទូញទៅរកប្រពន្ធទី3របស់គាត់ជានិច្ចហើយក៏បាននិយាយលួងលោមនាងឲ្យទិញជាមួយនឹងព្រលឹងខ្មោចផងដែរបានប្រាប់នាងថានៅពេលដែលនាងទិញទៅលើព្រលឹងខ្មោចនាងអាចជួយមនុស្សជុំវិញខ្លួនរបស់នាងក៏ដូចការថែសម្រស់របស់នាងផងដែរតែបើនាងមិនទិញទេប្រកាសជានាងដេកចាំមើលអ្នកដែលនៅជុំវិញខ្លួនរបស់នាងស្លាប់តតែអស់នៅពេលដែលនាងបានឮយាយចាស់និយាយបែបនោះនាងក៏បាននិយាយថាខ្ញុំគ្មានលុយទិញព្រលឹងនោះទេយាយចាស់នោះក៏បាននិយាយថាការទិញព្រលឹងនេះគឺមិនចាំបាច់អស់លុយនេះទេគ្រាន់តែនាងបូជាចំពោះព្រលឹងនេះបានហើយការបូជាចំពោះព្រលឹងនេះគឺមានន័យថានាងត្រូវតែស៊ីគ្រឿងក្នុងរបស់មនុស្សបើនាងមិនស៊ីគ្រឿងក្នុងរបស់មនុស្សទេរូបរាងកាយសម្ផស្សរបស់នាងប្រកាសជារសភាពដើមមានន័យថាមុខរបស់នាងដែលធ្លាប់មានដំបៅរលួយគឺចាប់ដើមរលួយម្ដងបន្តិចដើម្បីថែសម្រស់នាងបាននាងត្រូវតែស៊ីគ្រឿងក្នុងមនុស្សនៅពេលនោះនាងក៏សម្រេចចិត្តទទួលទិញព្រលឹងខ្មោចនោះទៅនៅពេលដែលនាងទទួលទិញព្រលឹងខ្មោចនោះហើយនាងក៏បានជួយប្តីរបស់នាងអំពីចោរព្រៃដែលប៉ងសម្លាប់និងប្លន់យកទ្រព្យសម្បត្តិរបស់ប្តីនាងផងដែរដោយសារតែប្រពន្ធទី3បានជួយទៅលើប្តីនាងទើបប្តីនាងរួចផុតអំពីការចោរទើបប្តីនាងរួចផុតអំពីចោរប្លន់នោះនៅពេលដែលប្តីនាងរួចផុតពីចោរប្លន់នោះហើយគេក៏បានសន្លប់នៅកំពង់ទឹកនៅឯមុខផ្ទះរបស់គេនៅពេលនោះមានអ្នកបម្រើដែលស្និទ្ធស្នាលជាមួយនឹងប្រពន្ធទី3ក៏បានឃើញលោកម្ចាស់របស់គេបានសន្លប់នៅឯកំពង់ទឹកក៏ចាប់ដើមហៅអ្នកបម្រើនៅជិតនោះដើម្បីទៅជួយយកលោកម្ចាស់ចូលទៅក្នុងផ្ទះអ្នកបម្រើដែលនៅជិតនោះក៏ចាប់ផ្ដើមលើកលោកម្ចាស់ចូលទៅក្នុងផ្ទះនៅពេលដែលលោកម្ចាស់បានដឹងខ្លួនគាត់ក៏បានសួររកប្រពន្ធទី3របស់គាត់អ្នកបម្រើដែលស្និទ្ធស្នាលជាមួយនឹងប្រពន្ធទី3ក៏បាននិយាយថាដោយសារតែគាត់មានជំងឺឈឺនៅក្នុងបន្ទប់មិនអាចទទួលលោកម្ចាស់បានលោកម្ចាស់ក៏លឺលោកម្ចាស់ក៏បានសួរទៀតថានាងឈឺអ្វីហេតុអ្វីមិនអាចចេញទទួលគាត់បានដោយសារតែចិត្តនឹករលឹកប្រពន្ធទី3ខ្លាំងពេកគាត់ក៏ឡើងទៅដល់បន្ទប់ទោះបីអ្នកបម្រើខត់យ៉ាងណាក៏ដោយសារតែអ្នកបម្រើជាអ្នកមើលថែប្រពន្ធទី3ផ្ទាល់គាត់ដឹងថាប្រពន្ធទី3មានសភាពមិនប្រក្រតីដូចមុនដោយសារតែនាងត្រូវតែក្តៅចេះលើកដាមុខប៉ុន្តែនាងមិនដឹងនោះទេប្រពន្ធទី3បានទិញព្រលឹងខ្មោចអំពីយាយចាស់នោះហើយធ្វើឲ្យសម្រស់របស់នាងគឺក្មេងជាងមុននៅពេលដែលប្តីរបស់នាងចូលទៅដល់ក្នុងបន្ទប់ក៏ឃើញប្រពន្ធទី3របស់ខ្លួនកំពុងតែសិតសក់នៅមុខកញ្ចក់នៅពេលដែលប្រពន្ធទី3របស់ខ្លួនបែរមករកគាត់ក៏បានឃើញសម្រស់របស់នាងគឺក្មេងមែនទែនហើយគាត់ក៏បាននិយាយថានាងពិតជាស្អាតមែនស្អាតជាងមុនទៅទៀតប្រពន្ធទី3ក៏ទទួលលោកដោយសារតែគាត់មកពីរ៉ូស៊ីវិញនៅពេលនោះគាត់ក៏ចាប់ផ្ដើមសួរនៅពេលនោះគាត់ក៏ចាប់ផ្ដើមសួរប្រពន្ធទី2និងប្រពន្ធទី3ថាហេតុអ្វីមិនឃើញប្រពន្ធទី1អ្នកទាំងពីរក៏បាននិយាយទាំងអ៊ូដាំគាត់ថាប្រពន្ធទី1គាត់បានចែកឋានទៅហើយគាត់ក៏និយាយថាហេតុអីមិនគាត់ចែកឋានហើយអ្នកបម្រើក៏បាននិយាយថាដោយសារតែគាត់ឈឺទៅពេលនោះគាត់ក៏អស់អារម្មណ៍នឹងធ្វើអ្វីទាំងអស់ដោយសារតែប្រពន្ធទី1ជាអ្នកមើលថែគាត់ហើយក៏ជាប្រពន្ធដែលគាត់ស្រឡាញ់ដំបូងគេផងដែរនៅពេលដែលប្រពន្ធទី1ស្លាប់ទៅនៅក្នុងចិត្តរបស់គាត់តែងតែនឹករលឹកចំពោះប្រពន្ធទី1គាត់តែងតែផឹកស្រាហើយក៏ពិបាកចិត្តផងដែរទោះបីប្រពន្ធទី3ស្អាតយ៉ាងណាក៏ដោយក៏គាត់នៅតែមានចិត្តនឹករលឹកទៅដល់ប្រពន្ធទី1ជានិច្ចនៅពេលដែលប្រពន្ធទី3បានឃើញលោកម្ចាស់កំពុងតែផឹកស្រាហើយក៏ស្វឹងនឹកដល់ប្រពន្ធទី1នាងក៏បានលួមចំពោះប្តីរបស់នាងថាកុំឲ្យគិតច្រើនពេកធ្វើយ៉ាងម៉េចជីវិតរបស់មនុស្សតែងតែមានការចាស់ឈឺស្លាប់ជារឿងធម្មតាហើយតើតងជាមួយនឹងការទទួលទិញព្រលឹងខ្មោចនោះដែរនាងក៏មានចង់គំនុំជាមួយអ្នកដែលបានធ្វើបាបនាងផងដែរនៅពេលដែលនាងមានព្រលឹងខ្មោចជាអ្នកថែរក្សានាងហើយនៅពេលនោះនាងក៏ចាប់ផ្ដើមទៅធ្វើបាបអ្នកដែលធ្វើបាបនាង
ជាពិសេសគឺប្រពន្ធទី2នាងបានទៅធ្វើបាបប្រពន្ធទី2រហូតទៅដល់ឈួតឃើញប្រពន្ធទី1ដោយសារតែសភាពរបស់នាងគឺលែងដូចដើមហើយដោយសារតែនាងគឺមានខ្មោចនៅនឹងខ្លួនអញ្ចឹងនៅពេលដែលទៅធ្វើបាបប្រពន្ធទី2គឺនាងកាយសាហាវមែនទែននាងបានធ្វើឲ្យប្រពន្ធទី2ហ្នឹងគឺខ្លាចតែប្រពន្ធទី3សតនៅពេលដែលប្រពន្ធទី2ចាប់ផ្ដើមឈួតគឺពេលដែលមានសតិអារម្មណ៍លែងប្រក្រតីនាងក៏បានធ្វើអត្តឃាតខ្លួនឯងរួចហើយប្រពន្ធទី3ក៏ចាប់ផ្ដើមទៅរកគោលដៅទី2របស់នាងគឺគ្រូខ្មោចដែលបានធ្វើបាបនាងរួមទាំងជាមួយនឹងប្រពន្ធទី1ផងដែរនាងបានចូលស្ថិតទៅលើកូនសិស្សរបស់គ្រូខ្មោចហើយក៏បានឲ្យកូនសិស្សនោះក៏ស្លាប់គ្រូខ្មោចនោះចោលតើតូនជាមួយនឹងគ្រូខ្មោចបានស្លាប់ដោយសារតែកូនសិស្សខ្លួនឯងក៏ដូចជាព្រលឹងខ្មោចបានចូលទៅលើកូនសិស្សរបស់គាត់ហើយគាត់បានផ្ដាំទៅលើកូនសិស្សរបស់គាត់ថាត្រូវតែសងសឹកចំពោះខ្មោចនោះតតែបានដោយសារតែប្រពន្ធទី3គឺមានព្រលឹងខ្មោចចូលតើតូនជាមួយនឹងកូនសិស្សក៏បានសួរទៅលោកគ្រូថាតើធ្វើយ៉ាងម៉េចអាចកញ្ចប់ខ្មោចនឹងបានគ្រូនោះក៏បានប្រាប់ថាដោយសារតែនាងមានព្រលឹងខ្មោចហើយព្រលឹងខ្មោចនោះបើចង់កញ្ចប់នាងបានតតែយកដួងព្រលឹងដែលຕົកនៅក្នុងកែវយកទៅបោះចូលនៅក្នុងអន្លង់លឹងអេសូដែលស្ថិតនៅក្នុងរូងភ្នំកូនសិស្សក៏ចាប់ផ្ដើមនៅគ្នារៀបចំពិធីទៅយកជាមួយនឹងដួងព្រលឹងខ្មោចដែលប្រពន្ធទី3រក្សាຕົកនៅក្នុងលអាងភ្នំតើតងជាមួយនឹងរឿងនេះផងដែរកូនសិស្សក៏បានប្រម៉ែប្រមូលជាមួយនឹងអ្នកភូមិក៏ដូចជាតកតងជាមួយនឹងមេភូមិផងដែរដោយសារតែមានភាពអសន្តិសុខនៅក្នុងភូមិគឺមានមនុស្សស្លាប់ជារឿយៗហើយការស្លាប់របស់មនុស្សត្រូវតែចម្លែកមនុស្សដែលស្លាប់សុទ្ធតែបាត់បង់គ្រឿងក្នុងទាំងអស់តកតងជាមួយនឹងរឿងនេះផងដែរមេភូមិក៏បានយកទៅនិយាយជាមួយនឹងដង្ខៅតកតងជាមួយនឹងប្រពន្ធទី3របស់គាត់បាននិយាយថាប្រពន្ធទី3របស់គាត់នោះគឺជាព្រាយដែលចូលស្ថិតនៅក្នុងរូបរាងកាយរបស់នាងដង្ខៅក៏មិនជឿនោះទេដោយសារតែប្រពន្ធរបស់ខ្លួនជាមនុស្សស្អាតស្អំនាងសំបីតែសត្វក៏មិនហ៊ានសម្លាប់ផងដែរតើធ្វើយ៉ាងម៉េចឲ្យនាងលើកដៃទៅសម្លាប់មនុស្សយ៉ាងមិនកើតទទងជាមួយនឹងរឿងនេះគឺគាត់មិនបានជឿនោះទេប៉ុន្តែនៅពេលដល់ថ្ងៃមួយគាត់បានឃើញប្រពន្ធរបស់គាត់សម្លាប់ទៅលើអ្នកបម្រើរបស់គាត់ដោយសារតែអ្នកបម្រើនឹងជាមនុស្សម្នាក់ដែលសិទ្ធស្នាលជាមួយនឹងប្រពន្ធរបស់គាត់តែងតែមើលថែប្រពន្ធរបស់គាត់តាំងពីប្រពន្ធរបស់គាត់ចូលមកនៅក្នុងផ្ទះរបស់គាត់ប៉ុន្តែហេតុអីបាននាងលើកដៃសម្លាប់ទៅលើអ្នកបម្រើនោះបាននាងក៏បាននិយាយថារឿងនេះគឺមិនមែនជានាងជាអ្នកធ្វើនោះទេប៉ុន្តែជាព្រលឹងខ្មោចជាអ្នកធ្វើទទងជាមួយនឹងហេតុការណ៍នេះធ្វើឲ្យដង្ខៅដែលជាស្វាមីរបស់នាងគឺបានដឹងថានាងពិតជាមានព្រលឹងខ្មោចស្ថិតនៅមែនតែនកូនសិស្សគ្រូដែលជាសិស្សបាននោះគ្នាប្រមូលនោះគ្នាទៅរៀបចំបដិសមាហៅព្រលឹងខ្មោចនោះដើម្បីកញ្ចប់ខ្មោចនោះចោលប៉ុន្តែទទងជាមួយនឹងរឿងនេះផងដែរខ្មោចនោះក៏បានដឹងខ្លួនទាន់ហើយកូនសិស្សរបស់គ្រូក៏ចាប់ផ្ដើមយកព្រលឹងលាក់ទុកនៅក្នុងរោងភ្នំយកទៅបោះនៅក្នុងទឹកស្រះលឹងអេសូប៉ុន្តែតកតងជាមួយនឹងការយកទៅនេះក៏មិនស្រួលនឹងដែរដោយសារតែនាងដឹងខ្លួនផ្ទាល់ក៏ចាប់ធ្វើបាបអ្នកភូមិដែលបានចូលរួមទៅបំផ្លាញព្រលឹងនោះផងដែរប៉ុន្តែហើយការរឿងនេះប្តីរបស់នាងក៏បានចូលរួមទៅជាមួយគាត់ក៏បានឃើញសភាពប្រពន្ធរបស់គាត់ថាពិតជាព្រៃចូលមែនតែនហើយតកតងជាមួយនឹងព្រលឹងខ្មោចនោះគាត់ក៏បានកាន់នឹងដៃផងដែរហើយលោកមេភូមិក៏ដូចជាកូនសិស្សក៏បានប្រាប់គាត់ថាសូមឲ្យគាត់ជួយបោះព្រលឹងខ្មោចនោះចូលទៅក្នុងទឹកស្រះលឹងអេសូទៅទើបព្រលឹងខ្មោចនោះអាចកញ្ចាប់បានជាដំបូងគាត់ស្ទាក់ស្ទើរក្នុងចិត្តផងដែរប៉ុន្តែជីវិតអ្នកភូមិនៅក្នុងភូមិនោះពិតជាមានតម្លៃបើសិនជាគាត់នៅតែស្រឡាញ់ប្រពន្ធគាត់ដែលមិនមែនជាប្រពន្ធពីមុនគាត់ក៏ដាច់ចិត្តព្រលឹងខ្មោចនោះចូលទៅក្នុងលឹងអេសូនោះទៅនៅពេលដែលគាត់បោះចូលនៅក្នុងលឹងអេសូនោះហើយព្រលឹងខ្មោចដែលនៅស្ថិតនៅក្នុងរាងកាយរបស់នាងក៏បានរលាយផុតទៅរួចហើយនាងក៏ប្រែទៅសភាពដើមប្រពន្ធទី3របស់គាត់មានសរីរាង្គកាយរលួយដូចមុនដោយសារតែសរីរាង្គកាយនាងទទួលបានសពថ្ងៃដោយសារតែព្រលឹងខ្មោចហើយដោយសារតែនាងស៊ីគ្រឿងក្នុងរបស់មនុស្សនៅពេលដែលព្រលឹងខ្មោចបានបាត់បង់ទៅសភាពដើមរបស់នាងក៏ប្រែមកវិញទទងជាមួយនឹងរឿងនេះផងដែរចង់បញ្ចប់ក៏បានមកដល់ទទងជាមួយនឹងរឿងខ្មោចលក់ព្រលឹងសាច់រឿងយើងក៏មានតែប៉ុណ្្នឹងសូមអរគុណ